ជំរាបសួរអូខេភ័យទៀតហើយភ័យយ៉ាងម៉េចភ័យនិយាយអត់បានត្រូវហើយឥឡូវខ្ញុំដឹងថាម៉ាក់ប៉ាខ្ញុំមើល vlog នេះកាន់តែអៀនព្រោះអីខ្ញុំមិនខ្លាចថាគាត់ខឹងខ្ញុំឬអីទេខឹងខ្លាចថាខ្ញុំតំណាងគាត់អត់ល្អបាទប៉ុន្តែខ្ញុំមិនគួរគិតអញ្ចឹងព្រោះអីបើភ័យខ្លាចនិយាយអត់បានត្រូវមុនដំបូងអរគុណទាំងអស់គ្នាដែលបានជួយគាំទ្រហើយនិយាយថាខ្ញុំបាននិយាយល្អនិងខ្ញុំរីករាយនៅក្នុងចិត្តដែលអាចជួយប្រាប់រឿងហើយចែករំលែកពាក្យខ្លះរឿងខ្លះដែលខ្ញុំអាចជួយបញ្យល់នៅស្រុកខ្មែរបានអូ that's not a good start okay មក and okay ថ្ងៃនេះនិយាយអីនិយាយពីកិត្តិយសរបស់ខ្ញុំដែលធ្វើគ្រូរបស់សាំងឈីនេះគឺរឿងដែលខ្ញុំជួយតែងគេវាយបន្តិចតួចពេលគេវាយនៅលើបឹសប៉ុន្តែខ្ញុំអ្នកគ្រូបរៀនគេហៅអីគ្រូបង្វឹកគ្រូបរៀនរបស់ស៊ីមូលាវអ្នកតួប្រុសនឹងដេញលេងធ្វើសាំងឈីហើយខ្ញុំចង់បង្ហាញកន្លែងដែលខ្ញុំបរៀនគាត់គុណខ្មែរបន្តិចបន្តួចតោះមើលជាមួយគ្នាមើលទៅខ្ញុំមិនអាចបង្ហាញថាវាគុណខ្មែរទាំងមូលព្រោះអីគេសួរខ្ញុំឲ្យបរៀនសាំងឈីកុងហ្វូព្រោះអីសាំងឈីគឺបកែខាងកុងហ្វូប៉ុន្តែខ្ញុំលួចលាក់ដាក់ក្បាច់ខ្មែរព្រោះអីខ្ញុំខ្មែរខ្ញុំថាខ្មែរមានកម្លាំងក្បាច់ខ្មែរមានកម្លាំងខ្លាំងជាងក្បាច់ចិនខ្ញុំចង់ឲ្យសាំងឈីមានកម្លាំងរបស់ power របស់គុណខ្មែរក្បាច់ចិនបកែខាងsmooth ដូចមើលទៅស្អាតអញ្ចឹងបើដាក់ទាំងពីរនឹងជាមួយគ្នាវាកាន់តែល្អដូចមើលវីដេអូមួយទៀតប្រហែលល្អជាងតោះមើលជាមួយគ្នាមានកន្លែងពីរដែលជាវប្បធម៌របស់ខ្មែរគឺពេលយើងធ្វើអញ្ចេះហើយពេលយើងធ្វើអញ្ចេះនៅបកតោមាននេះក៏ពីបកតោមើលបើមានវីដេអូខ្ញុំហើយអូនតារ៉តនេះកន្លែងនេះលើកដៃទាំងពីរនាក់ខ្ញុំភ្លេចថារត់ប្រាប់ខ្ញុំមិនហើយថាដីមេឃអីនេះសំទោសខ្ញុំចាំអត់សូវបាន
តាមពិតខ្ញុំសិស្សអត់សូវល្អព្រោះអីខ្ញុំអត់សូវចំណាំប៉ុន្តែខ្ញុំ comment ប៉ុន្តែពេលចាស់ទៅមានកូនខួរក្បាលខ្ញុំអត់វាមាន information ច្រើនពេកចំណាំអត់បានសូមអភ័យទោសប៉ុន្តែនឹងខ្ញុំគណៈប្រហាញថាតាមពិតខ្ញុំលួចលាក់ដាក់ក្បាច់ខ្មែរឲ្យសាំងឈីរៀនមួយនេះមិនមែនក្បាច់ប៉ុន្តែខ្ញុំចង់គណៈបង្ហាញថាស៊ីមួយលាវខំបណ្ណាមុនថតរឿងហាត់បានតែមួយខែទេប៉ុន្តែហាត់រាល់ថ្ងៃមួយអាទិត្យ5ថ្ងៃហើយហាត់ខ្លាំងទៀតពិបាកជាងគេគឺ flexibility មើលគាត់ស្រែកយ៉ាងណា You motherfucker! Fuck you! 4, 5. No! Okay. Slowly. Okay. Yeah, Payne is my cousin, dude. អូសុំទោសភ្លេច microphone ចាំផ្លេតបាទចាំផ្លេតអូខេអូខេពងប្រហាត់សាំងឈីជាមួយខ្ញុំគឺ Andy ហើយ Brian មិត្តភ័ក្តិខ្ញុំតាមពិតខ្ញុំនិយាយពីរឿងអស់នេះព្រោះអីខ្ញុំចង់ថាកិត្តិយសរបស់ខ្ញុំដែលបានប្រហាត់ធ្វើគ្រូរបស់សាំងឈីឬមួយនេះគឺ Michelle Yeoh គាត់ឈ្នះរង្វាន់ Oscar រឿង Everything Everywhere All at Once ខ្ញុំបានអ្នកប្រហាត់គាត់ដែរឬមួយដូចជាមួយនេះម្នាក់នេះគឺ Ki Kwan គាត់ឈ្នះរង្វាន់ Oscar ដែរម្នាក់នេះJames Hong ក៏ល្បីឈ្មោះដែរកិត្តិយសរបស់ខ្ញុំដែលបរៀនអ្នកល្បីនឹងគឺខ្ញុំឲ្យកិត្តិយសនឹងទៅខ្មែរព្រោះអីដែលខ្ញុំបង្កើតគឺវប្បធម៌របស់ខ្មែរហើយឆ្នាំនេះខ្ញុំចង់ចែកម្លែកទាំងអស់ដែលខ្ញុំច្នៃប្រឌិតមកឲ្យកូនខ្មែរដឹងមានន័យថាពេលយើងវាយលើខ្សែវៀនធម្មតាមិនមែនដូចវាយនៅលើភាពយន្តទេវាយខុសគ្នាហើយមើលអាទិត្យក្រោយអីចាំខ្ញុំចង់ជួយបរៀនកូនក្មេងនៅស្រុកខ្មែរខ្លះតាម YouTube នេះបាទបងប្អូនមានសំណួរអីចង់សួរខ្ញុំសុំសួរនៅលើ YouTube ព្រោះអី YouTube បកប្រែល្អជាង Facebook ខ្ញុំអានអត់ដាច់ខ្ញុំអត់ឆ្លើយអត់សូវបានបាទអញ្ចឹងជួយខ្ញុំផងតាមដានតាម YouTube ហើយបើមានសំណួរនៅនឹងខ្ញុំសន្យាថាខ្ញុំនឹងឆ្លើយបាទរឿងមួយទៀតដែលខ្ញុំចង់និយាយថាវ័នទាំងអស់ដែលខ្ញុំបានឈ្នះអីបើមិនមានមិត្តភ័ក្តិជួយអត់មានមនុស្សគាំទ្រអត់មានឪពុកម្ដាយជួយណែនាំក៏យើងមិនដល់ថ្ងៃនឹងដែរខ្ញុំយល់
អញ្ចឹងពេលយើងមានពេលខ្ញុំបានរង្វាន់អីផ្នែកច្រើនរង្វាន់នឹងក៏របស់ឪពុកម្ដាយខ្ញុំរបស់គ្រូដែលជួយបង្ហាត់ខ្ញុំហើយមិត្តភ័ក្តិដែលជួយយើង Andy ហើយ Brian មួយនេះគឺគេហៅទៅសង់ឈីហើយគាត់អ្នកដឹកនាំហើយគេសួរគាត់ថាអ្នកណាគេប្រកែកជាងគេដែលអាចព្រោះអីសង់ឈីcharacter ដែលគាត់លេងនឹងគឺ the អ្នកវាយក្បាច់គុណទី1នៅក្នុងលោកីនៅក្នុង Marvel Universe ហ្នឹងហើយគេថាអ្នកណាគេបកកែដល់ដែលអាចបរៀនគាត់បាន Andy សិស្សប្អូនខ្ញុំពីកុងហ្វូគាត់ថាមានតែម្នាក់ឯងសិស្សបងខ្ញុំអត់មានណាបកកែជាងគាត់ទេគឺខ្ញុំចឹងគាត់តើអ្នកយកខ្ញុំទៅបហាត់បរៀនជួយតែងកុនអីហ្នឹងគឺគាត់តើអ្នកជួយខ្ញុំ Andy ហើយ Brian តើអ្នកជួយខ្ញុំអញ្ចឹងអ្វីដែលខ្ញុំបានគេជួយខ្ញុំគេអត់រកអីខ្ញុំទៅពាក់គេអីទេគេគិតគេដឹងថាម្នាក់នេះប្រកែម្នាក់នេះអាចធ្វើល្អប៉ុន្តែខ្ញុំនឹងបានហើយពេលយើងបានរង្វាន់គឺរបស់អ្នកទាំងអស់គ្នាដែលជួយខ្ញុំពីយូរណាស់ហើយខ្ញុំ45ឆ្នាំហើយហើយខ្ញុំសំណាងល្អឪពុកម្ដាយយកចិត្តទុកដាក់គាត់ពិបាកមែនក្រយើងក្រមែនទែនប៉ុន្តែមិនក្រផ្នែកខាងគាត់យកចិត្តទុកដាក់ស្រឡាញ់ថែរក្សាយើងទេខណៈអត់មានលុយហើយសំណាងល្អមានមិត្តភ័ក្តិល្អបាទចង់និយាយអីទៀតនិយាយយូរហើយប៉ុន្តែខ្ញុំចង់និយាយមួយទៀតខ្ញុំតែងរឿងកុនម្ដងខ្ញុំតែងហើយតូចចិត្តថារឿងនឹងអត់ល្អគួរឲ្យសោកស្ដាយប៉ុន្តែម្ដងយើងអត់ដឹងយើងថាអត់ល្អប៉ុន្តែមនុស្សដទៃមើលហើយគេចូលចិត្តគេ inspired ដឹងហៅថាម៉េចមានន័យថាពេលគេឃើញហើយគេចង់ហាត់គេហើយអញ្ចឹងមានម្នាក់មុនដំបូងមានមនុស្សច្រើនពីឥណ្ឌា message ខ្ញុំថានៅឥណ្ឌារឿងដែលខ្ញុំថតដែលខ្ញុំអត់សូវចូលចិត្តហៅ Hanuman Shadow Master ល្បីនៅឥណ្ឌាខ្ញុំអត់គួរជឿព្រោះអីរឿងហ្នឹងខ្ញុំគិតថាអត់សូវល្អហើយអត់សូវល្បីប៉ុន្តែនៅឥណ្ឌាគេចូលចិត្ត Hanuman ព្រោះអីហ្នឹងគឺព្រះរបស់គេស្ដេចស្វារបស់គេ Hanuman យើងក៏ហៅ Hanuman នៅឥណ្ឌាល្បីមែនទែនរឿងខ្ញុំហើយខ្ញុំមាន fan ច្រើននៅឥណ្ឌាសូមអរគុណចឹងខ្ញុំគិតថាម្ដងកុំវាយតម្លៃលើខ្លួនឯងកុំពិបាកពេកយើងគ្រាន់តែធ្វើអស់ពីសមត្ថភាពហើយយើងអ្វីដែលកើតឡើងបន្ទាប់ពីនឹងអាស្រ័យលើព្រះឲ្យព្រះចាត់ចែងឲ្យយើងឲ្យតែយើងធ្វើអស់ពីចិត្តយើងធ្វើ
តាមចិត្តគំនិតល្អមិនលោភលន់មិនអីខ្ញុំមិនហ៊ានប្រដៅអ្នកណាគេទេខណៈថាខ្ញុំនៅយូរប៉ុណ្ណឹងហើយខ្ញុំមានអារម្មណ៍ថាធ្វើអញ្ចឹងវាល្អហើយពេលខ្ញុំធ្វើអញ្ចឹងបរាជ័យយ៉ាងណាក៏ខ្ញុំសប្បាយចិត្តហើយខ្ញុំចង់ចែក share ថារឿងហ្នឹងខ្ញុំអត់សូវចូលចិត្តមែនប៉ុន្តែតាម Facebook តាម Instagram មាន fan ដេញគូរូបខ្ញុំនៅលើផ្លែចេកហើយមិនតែមួយគាត់គូវិញនឹងមានន័យថាយើងមើលអត់ដឹងពេលយើងធ្វើអស់ពីចិត្តមានមនុស្សខ្លះគេចូលចិត្តខ្ញុំដឹងថាមានជនបរទេសច្រើនថារឿងខ្ញុំអត់បានលុយច្រើនដូចជារឿងរបស់គេអងបាក់បានលុយសតលៀនហើយយើងតំណាងឲ្យខ្មែរប៉ិនអត់ល្បីអត់បានលុយច្រើនខ្ញុំគិតដែរខ្ញុំគិតថាធ្វើអស់ពីសមត្ថភាពព្រះឲ្យយ៉ាងម៉េចខ្ញុំយកអញ្ចឹងប៉ុន្តែខ្ញុំចង់និយាយថែមទៀតថាបើរឿងហនុមាននឹងបើវាអត់ចំណេញលុយឲ្យ company ដែលខ្ញុំថតឲ្យមិនបានគេយកខ្ញុំទៅលេងទៀតមិនបានគេយកខ្ញុំទៅលេងរឿង2ទៀតគេមកជាចំណេញហើយខ្ញុំចំណេញឲ្យគេខ្ញុំសប្បាយចិត្តណាស់ដេញគេមានជំនឿលើយើងឲ្យធ្វើការយ៉ាងម៉េចឲ្យគេចំណេញលុយខ្ញុំមិនលោភលន់ចង់បានលុយរបស់គេទេប៉ុន្តែខ្ញុំខណៈសប្បាយចិត្តថាគេជឿយើងហើយយើងជួយគេបានចំណេញខ្លះប៉ុន្តែទាំងអស់ហ្នឹងគឺបទពិសោធន៍ដែលខ្ញុំយកទៅស្រុកខ្មែរខ្ញុំសង្ឃឹមថាឆ្នាំក្រោយខែ1អីអាចទៅថតរឿងដំបូងដែលខ្ញុំថតនៅស្រុកខ្មែរបទពិសោធន៍អស់ហ្នឹងខ្ញុំបើអត់បទពិសោធន៍អស់ហ្នឹងអត់ប្រកែទេតើថតច្រើនបានយើងប្រកែជាងមុនហើយអញ្ចឹងសង្ឃឹមថាខ្ញុំអាចធ្វើបានទាំងអស់ខ្ញុំមានជំនឿលើព្រះខ្ញុំដល់ថ្នាក់នេះហើយខ្ញុំសប្បាយចិត្តហើយថាមានកិត្តិយសខ្លះដែលអាចផ្ដល់ឲ្យស្រុកខ្មែរស្រុករបស់ដូនតាហើយម៉ាក់ឯប៉ាខ្ញុំក៏គាត់សប្បាយចិត្តអូខេនិយាយយូរណាស់ហើយសំទោសខ្ញុំអៀនថានិយាយពីតែខ្លួនឯងអាត្មានិយមថាខ្លួនឯងប៉ុន្តែខ្ញុំអត់ដឹងនិយាយអីទៀតបាទខ្ញុំគិតថារាល់អាទិត្យបើខ្ញុំអាចនិយាយ vlog video log នឹងបាន5 ទៅ 10 ឆ្នាំមកជាប្រកែនិយាយជាងនឹងអរគុណដែលបានទស្សនា